ជំរាបសួរលោកគ្រូនេះគឺជាបច្ចេកការងារទី2ដែលបង្ហាញអំពីរបៀបក្នុងការ install និង connect ទៅកាន់ ASX ដំបូងយើងបើក start server សិនមកហើយតមកកន្លែងនេះគឺយើងដាក់ជាមួយនឹង username របស់ server យើងសវណ្ណារាហើយ password 1 2 3អូខេវាដែរហើយយើងវាយ command sudo apt update មកដើម្បីក្នុងការធ្វើការ update ហើយវាយ password 1 2 3មកវាចាប់ផ្ដើម update ហើយឥឡូវយើងវាយ command ទៀតsudo apt install OpenSX/server អូខេនេះវា install ដូចវាយ command core SX sudo ពីរដង sudo ឥឡូវវាយម្ដងទៀត sudo system control enable install xong rồi apt install OpenSX dash server ok này mình install máy mouse sudo system control status ASX មកយើងចូលមកនេះsudo system control system control enable now dash ASX អូខេយើងដើម្បីយើង enable យើង install ហើយយើង enable ASX ឥឡូវហ្នឹង install ភ្លាម enable ភ្លាមបន្ទាប់មកយើង sudo system setter យើងឆែក setter ថាវា active អត់ system ASX នេះគឺវា load បប៊ីតនហ្នឹងគឺវា active ហើយបន្ទាប់មកគឺយើងallow វាគឺ sudo ufw allow ASX អូខេ allow វានេះ allow វាហើយបន្ទាប់មកគឺ step បន្តទៀតគឺយើង check IP របស់ server យើងដើម្បី connect ASX ជាមួយនឹងម៉ាស៊ីនយើងដែលយើងធ្វើការទៅលើ PowerShell គឺយើង IP យើងប្រើ command IP .clear space a នេះតមកនេះគឺយើងនឹងឃើញIP របស់យើងមកហើយតមកគឺយើងបើក PowerShell នៅលើ Windows យើងមកតមកយើង ping ទៅកាន់connect ASA ទៅកាន់server យើងដោយយើងវាយជាមួយនឹង IP address របស់ server គឺ 192.20.10.5 យើងធ្វើមកនេះគឺវាស្គាល់គ្នាហើយបន្ទាប់មកគឺយើងប្រើ command ទៀតគឺ ASX username របស់ server យើងសវណ្ណារាadd ជាមួយនឹង IP address 172.20.10.5 ហើយយើងវាយ 172.20.10.5 អូខេយើងវាយyes មកវាយ yes វាយពាក្យថា yes មកអូខេវាយ password 1 2 3
ok ឥឡូវវាស្គាល់ហើយហើយតើតើជាមួយនឹងកំតទេគឺយើង check ចំណុចដែលយើងគឺជាណាគេយើងអាចចូលទៅឆែកនៅលើserver សិនមក who am I វាចេញមកនេះសវណ្ណារាតមក pwd អូខេវាចេញមក home slash ឥឡូវយើងឆែកនៅលើ PowerShell ASX យើងម្ដង who am I សវណ្ណារាអូខេវាចេញដូចនេះគឺជាបច្ចេកការងារទី2លោកគ្រូដែលខ្ញុំបាន